សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel S Anime នៅថ្ងៃនេះដែរខ្ញុំធ្វើការសម្រាយរឿងមួយដែលមានចំណងជើងថា The Beast and the Boy ហើយសាច់រឿងនេះគឺនិយាយអំពីក្មេងប្រុសអនាថាចិត្តរឹងម្នាក់និងបីសាច់ក្រអឺតក្រទងមួយក្បាលដែលត្រូវមកធ្វើជាគ្រូនឹងសិស្សនឹងគ្នាហើយបង្កើតបានជាចំណងមិត្តភាពនិងក្តីស្រឡាញ់ដ៏អស្ចារ្យមួយរឿងនេះត្រូវបានដឹកនាំឡើងដោយលោក Mamoru Hosoda ហើយវាត្រូវបានចាក់បញ្ចាំងនៅក្នុងឆ្នាំ 2015 ឥឡូវនេះក៏មកខាត់ពេលវេលាយូរយើងធ្វើការចូលទៅកាន់សាច់រឿងតែម្ដងសាច់រឿងបានចាប់ផ្ដើមឡើងដោយបង្ហាញឃើញពីសកម្មភាពរបស់ក្មេងប្រុសម្នាក់កំពុងតែរត់គេចចេញពីប៉ូលីសដែលក្មេងប្រុសម្នាក់នោះមានឈ្មោះថារិនហើយគេគឺជាតួអង្គឯករបស់យើងមូលហេតុដែលរិនបានរត់គេចចេញពីប៉ូលីសគឺដោយសារតែគេគឺជាក្មេងអនាថាដោយសារតែម្ដាយរបស់គេបានលាចាកលោកហើយឪពុករបស់គេគឺបានបាត់ដំណឹងទៅទៀតដែលធ្វើឲ្យរិនគឺបានរត់ចេញពីគ្រួសារហើយមករស់នៅអនាថាតែម្នាក់ឯងពេលដែលរិនបានរត់គេចចេញពីប៉ូលីសរួចហើយគេក៏បានមកអង្គុយអស់សង្ឃឹមតែម្នាក់ឯងនៅពេលដែលគេកំពុងតែអង្គុយអស់សង្ឃឹមតែម្នាក់ឯងនោះក៏មានបិសាចខ្លាចខ្មៅមួយបានដើរមកពីមុខគេហើយក៏បានសួរទៅកាន់រិនថាគេគឺមានឈ្មោះអ្វីនៅពេលដែលលើបែបនេះរិនគឺមិនបានឆ្លើយតបទៅកាន់បិសាចខ្លាចខ្មៅនោះឡើយហើយគេក៏បាននិយាយថាឲ្យបិសាចខ្លាចខ្មៅនោះគឺបិទមាត់ទៅហើយគេគឺមិនបានងាកមើលទៅកាន់បិសាចខ្លាចខ្មៅនោះឡើយសួរទៅកាន់រិនហើយគេមិនព្រមឆ្លើយបែបនេះបិសាចខ្លាចខ្មៅនោះក៏បានចាប់មុខរបស់រិនយកមកមើលនៅពេលដែលរិនបានឃើញបិសាចខ្លាចខ្មៅគេមានការភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែបិសាចខ្លាចខ្មៅនោះគឺមិនបានធ្វើអ្វីទៅកាន់គេឡើយនៅពេលដែលបិសាចខ្លាចខ្មៅនោះបានឃើញមុខរបស់រិនហើយគេក៏បានរុញរិនត្រឡប់ទៅក្រោយវិញហើយក៏បានសួរទៅកាន់រិនថាតើឯងគឺចង់មកជាមួយនឹងយើងឬអត់នៅពេលដែលលើបែបនោះរិនមានការភាំងមួយសម្បកហើយបិសាចស្វាដែលមកជាមួយនឹងបិសាចខ្លាចខ្មុំនោះគឺបាននិយាយទៅកាន់បិសាចខ្លាចខ្មុំនោះថាតើឯងគឺឈួតហើយមែនទេដែលចង់យកកូនមនុស្សទៅកាន់ពិភពជូថេងហ្គៃនៅត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាផងដែរថានៅក្នុងរឿងនេះគឺគេបែងចែកពិភពទៅជាពីរពិភពទី1គឺជាពិភពរបស់មនុស្សនិងពិភពមួយទៀតគឺជាពិភពរបស់បិសាចដែលគេហៅថាពិភពជូថេងហ្គៃហើយនៅក្នុងពិភពជូថេងហ្គៃនេះដែរគឺជាពិភពរបស់បិសាចហើយពួកគេគឺប្រកបរបរចិញ្ចឹមជីវិតគឺដូចទៅនឹងមនុស្សដែរបន្ទាប់ពីបាននិយាយជាមួយនឹងរិនរួចបិសាចខ្លាចខ្មុំនិងបិសាចស្វាក៏បានដើរចាកចេញទៅពេលនោះរិនមានការភាំងមួយសន្ទុះហើយក៏បានរត់តាមពួកគេទាំងពីរបន្ទាប់ពីបានរត់តាមបិសាចទាំងពីរមួយសន្ទុះរិនក៏បានជ្រុលចូលទៅកាន់ច្រកមួយហើយនៅពេលនោះក៏មានសត្វលាមួយក្បាលបានរុញគេចូលទៅក្នុងពិភពបិសាចនៅពេលដែលរិនបានរត់ចូលទៅក្នុងពិភពជូថេងហ្គៃហើយគេមានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏ចង់រត់ត្រឡប់មកវិញប៉ុន្តែច្រកដែលគេបានចូលអំបែងមិញនោះគឺបានបិទជិតបាត់ទៅហើយនៅពេលនោះដែរបិសាចទាំងនោះគឺបានងាកមកមើលទៅកាន់រិនហើយរិនមានការភ័យខ្លាចយ៉ាងខ្លាំងក៏បានរត់គេចចេញពីកន្លែងនោះនៅពេលដែលរិនកំពុងតែរត់គេចចេញពីកន្លែងនោះក៏មានបិសាចជាប់ពី3ក្បាលបានចាប់គេជាប់ហើយបំរុងនឹងយកគេទៅលក់ប៉ុន្តែនៅពេលនោះដែរក៏មានបិសាចជ្រូកមួយបានមកហាមឃាត់គេហើយបានមកជួយសង្គ្រោះរិនទាន់បន្ទាប់ពីជួយរិនហើយបិសាចជ្រូកក៏បាននាំរិនដើរចាកចេញមកវិញនៅតាមផ្លូវពួកគេក៏បានជួបជាមួយនឹងបិសាចខ្លាចខ្មុំបិសាចខ្លាចខ្មុំក៏បានស្រែកហៅពួកគេហើយក៏និយាយថាឯងគឺពិតជាបានមកតាមពួកយើងមែនយើងចាប់ផ្ដើមចូលចិត្តឯងហើយឥឡូវបិសាចខ្លាចខ្មុំក៏បានចាប់រិននាំទៅជាមួយខ្លួនប៉ុន្តែត្រូវបានបិសាចជ្រូកហាមឃាត់ដោយសារតែរិនគឺជាក្មេងដែលបានមកវែងចូលមកក្នុងពិភពបិសាចនេះតែប៉ុណ្ណោះឬបែបនេះបិសាចខ្លាចខ្មុំក៏បានតបទៅវិញថារិនគឺមិនបានមកវែងទេគេគឺជាកូនសិស្សរបស់ខ្លួននៅពេលដែលបានលើកបែបនោះរិនមានការភ្ញាក់ផ្អើលបន្តិចហើយបិសាចជ្រូកក៏បាននិយាយឡើងថាតើឯងគឺចង់យកកូនមនុស្សមកធ្វើជាកូនសិស្សរបស់ឯងមែនទេបិសាចខ្លាចខ្មុំក៏បាននិយាយថាត្រូវហើយវាគ្មានបញ្ហាអ្វីនោះឡើយបិសាចជ្រូកសួរទៅកាន់បិសាចស្វាថាតើមានរឿងអ្វីកើតឡើងហើយអ្វីបានជាបិសាចខ្លាចខ្មុំយករិនដែលជាកូនមនុស្សមកធ្វើជាកូនសិស្សបែបនោះពេលនោះបិសាចស្វាក៏បានបកស្រាយថាលោកគ្រូ Master គឺតម្រូវឲ្យបិសាចខ្លាចខ្មុំត្រូវតែមានកូនសិស្សប្រសិនបើគេចង់ស្នងតំណែងពីលោកគ្រូក៏ប៉ុន្តែនៅក្នុងពិភពជូថេងហ្គៃនេះគឺគ្មាននរណាម្នាក់ចង់ធ្វើជាកូនសិស្សរបស់គេឡើយអញ្ចឹងហើយទើបបានជាបិសាចខ្លាចខ្មុំចង់យករិនមកធ្វើជាកូនសិស្សរបស់ខ្លួននៅពេលដែលបាននិយាយគ្នារួចហើយបិសាចខ្លាចខ្មុំក៏បាននាំរិនដាក់ចាយចេញទៅខ្ញុំសូមកាត់រឿងបន្តិចអ្នកនរគ្នាតាំងដើមសាច់រឿងមកគឺខ្ញុំអត់ទាន់បានប្រាប់អ្នកនរគ្នាអំពីឈ្មោះរបស់តួអង្គនីមួយៗបានច្បាស់នៅឡើយហើយពេលនេះគឺខ្ញុំចង់បញ្ជាក់ឈ្មោះតួអង្គនីមួយៗឲ្យអ្នកទាំងអស់គ្នាបានដឹងនឹងចាប់ពីពេលនេះទៅគឺខ្ញុំនឹងហៅឈ្មោះរបស់តួអង្គនីមួយៗទៅតាមឈ្មោះរបស់ពួកគេគឺជប់ហៅថាបិសាចខ្លាចខ្មុំបិសាចស្វាអីទៀតហើយចំពោះឈ្មោះរបស់បិសាចខ្លាចខ្មុំគឺមានឈ្មោះថាគូមេតេស៊ូហើយបិសាចស្វាគឺមានឈ្មោះថាតាតារ៉ាចំណែកឯបិសាចជ្រូកមានឈ្មោះថាហាយ៉ាគូស៊ូបូតែខ្ញុំសូមហៅថាហាយ៉ាគូដោយសារតែឈ្មោះរបស់បិសាចជ្រូកគឺវែងពេកអូខេអ្នកនរគ្នាឥឡូវយើងចូលមកកាន់សាច់រឿងរបស់យើងវិញនៅពេលដែលគូមេតេស៊ូនិងរិន
នបានដើរចេញទៅហើយយាគូក៏បានសួរទៅកាន់ថាតារាថាតើគូម៉ាតេស៊ូគឺពិតជាចង់ខ្លាចជាអ្នកស្នងតំណែងណាស់មែនទេថាតារាក៏បាននិយាយថាមិនមែននោះទេគឺគេគ្រាន់តែចង់ប្រកួតយកឈ្នះទៅលើ Lawson តែប៉ុណ្ណោះបន្ទាប់ពីបាននាំរិនទៅដល់ផ្ទះរបស់ខ្លួនហើយគូម៉ាតេស៊ូក៏បានរៀបចំកន្លែងសម្រាប់រិនគេងហើយក៏បានប្រាប់ទៅកាន់រិនថាហាមិនឲ្យគេរញ៉េរញ៉ៃនឹងយំឲ្យសោះបើមិនអញ្ចឹងទេគេនឹងបោះរិនទៅក្រៅផ្ទះតែម្ដងគូម៉ាតេស៊ូក៏បានសួរទៅកាន់រិនថាតើគេមានឈ្មោះអ្វីតែរិនមិនព្រមប្រាប់ឈ្មោះរបស់គេនោះឡើយគូម៉ាតេស៊ូក៏បានសួរទៀតថាតើគេមានអាយុប៉ុន្មានហើយរិនក៏លើកដៃធ្វើជាសញ្ញាថាលេខ9ឃើញបែបនោះគូម៉ាតេស៊ូក៏បានដាក់ឈ្មោះឲ្យរិនថាឃ្យូតាដែលវាមានន័យថាលេខ9ក្រោយពីបានដាក់ឈ្មោះឲ្យរិនហើយគូម៉ាតេស៊ូក៏បានចូលដេកទៅនៅពេលព្រឹកឡើងគូម៉ាតេស៊ូក៏បានភ្ញាក់ពីដេកប៉ុន្តែមិនបានឃើញរិននោះឡើយហើយគេក៏បានគិតថាគឺរិនបានរត់ចេញពីផ្ទះបាត់ទៅហើយប៉ុន្តែនៅពេលដែលគេបានដើរទៅមើលនៅទ្រង់មាន់គេក៏បានឃើញរិនកំពុងតែដេកនៅក្នុងទ្រង់មាន់នោះវាបានធ្វើឲ្យគូម៉ាតេស៊ូអស់សំណើចហើយគេក៏បានយកផ្ទះមកគួរដើម្បីដាស់រិនឲ្យភ្ញាក់ពីគេងតែធ្វើឲ្យរិនបានខឹងទៅលើគេតែម្ដងបន្ទាប់មកពួកគេក៏បានទៅញ៉ាំបាយជាមួយគ្នាប៉ុន្តែគូម៉ាតេស៊ូគឺញ៉ាំបាយជាមួយនឹងពងឆៅតែម្ដងហើយរិនគឺមិនចេះញ៉ាំនោះឡើយគូម៉ាតេស៊ូក៏បានឲ្យរិនឆាប់ញ៉ាំបាយទៅរិនក៏ឆ្លើយទៅវិញថាគ្មានអ្នកណាញ៉ាំបាយជាមួយនឹងពងឆៅនោះឡើយគូម៉ាតេស៊ូក៏ឆ្លើយវិញថាអ្នកនៅទីនេះគឺសុទ្ធតែញ៉ាំបែបនេះហើយខ្លួនក៏បានញ៉ាំឲ្យរិនមើលរិនក៏និយាយថាល្ងងមែនឬបែបនោះគូម៉ាតេស៊ូក៏បានខឹងនិងបង្ខំឲ្យរិនឆាប់ញ៉ាំបាយទៅប៉ុន្តែរិននៅតែប្រកែកមិនព្រមញ៉ាំហើយក៏បានដើរចាក់ចេញទៅគូម៉ាតេស៊ូក៏បានដេញចាប់រិនពីក្រោយបន្ទាប់ពីរត់គេចពីគូម៉ាតេស៊ូបានមួយសន្ទុះរិនក៏បានទៅឃើញកូនរបស់ Lawson ដែលជាដៃគូត្រូវប្រកួតគ្នាជាមួយនឹងគូម៉ាតេស៊ូពេលនោះគូម៉ាតេស៊ូក៏បានមកដល់ហើយ Lawson ក៏បានស្រែកហៅគេហើយនិយាយថាយើងបានឮថាថ្មីនេះឯងគឺទទួលបានកូនសិស្សម្នាក់គូម៉ាតេស៊ូក៏បាននិយាយថាត្រូវហើយប៉ុន្តែវាទើបតែរត់គេចចេញទៅកន្លែងណាមួយតើឯងបានឃើញវាទេវាជាកូនក្មេងតូចម្នាក់ Lawson ក៏និយាយថាកូនក្មេងតូចតើកូនសិស្សរបស់ឯងជាមនុស្សមែនទេគ្រាន់តែនិយាយបែបនោះក៏មានគេប្រទះឃើញរិនហើយរិនក៏ត្រូវបានកូនចៅរបស់ Lawson ចាប់បាននៅពេលនោះអ្នកដែលបាននៅទីនោះក៏មានការភ្ញាក់ផ្អើលមែនទែនហើយពួកគេឆ្ងល់ថាតើរិនគឺបានចូលមកទឹកដីរបស់ពួកគេដោយរបៀបណានៅពេលដែលបានឃើញរិនគូម៉ាតេស៊ូក៏បំរុងនឹងដើរទៅយករិនមកវិញប៉ុន្តែត្រូវបាន Lawson ហាមឃាត់ហើយប្រាប់ទៅកាន់គេថាឯងគួរទៅយកក្មេងប្រុសម្នាក់នេះទៅកន្លែងដែលបានយកគេមកវិញប៉ុន្តែត្រូវបានគូម៉ាតេស៊ូបដិសេធនៅពេលនោះសម្លេងពួកគេទាំងពីរកំពុងតែឆ្លោះគ្នាក៏បានឮទៅដល់អ្នកដែលនៅជិតនោះពួកគេក៏បានងាកមកមើលអ្នកទាំងពីរគូម៉ាតេស៊ូក៏និយាយថាឯងគឺមិនទាន់ខ្លាចទៅជា Grandmaster នៅឡើយទេដូច្នេះហើយក៏មកបញ្ជាយើងឲ្យសោះគូម៉ាតេស៊ូក៏បាននិយាយទៀតថាប្រសិនជាឯងចង់ឲ្យយើងយកគេត្រឡប់ទៅពិភពមនុស្សវិញឯងប្រយុទ្ធឲ្យឈ្នះយើងសិនទៅនៅពេលនោះ Lawson ក៏មិនបានប្រកែកសម្រាប់ការប្រយុទ្ធនេះដែរហើយពួកគេក៏បានរៀបចំដើម្បីធ្វើការប្រកួតគ្នាអូខេនឹងហើយអ្នកនរគ្នាខ្ញុំសូមslash សាច់រឿង The Beast and the Boy របស់យើងនៅត្រឹមនេះសិនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតហើយបើសិនជាអ្នកនរគ្នាចូលចិត្តនិងស្រឡាញ់ការសម្ដែងរបស់ខ្ញុំសូមអ្នកនរគ្នាជួយចុច like និង subscribe ម្នាក់មួយផងចុងក្រោយខ្ញុំសូមអរគុណអ្នកនរគ្នាសម្រាប់ការចូលតាមដាននិងទស្សនានៅវីដេអូរបស់ខ្ញុំបាយបាយ